បាទសួស្តីអ្នកនរគ្នាជួបលោកគ្រូម្ដងទៀតតាក់ទងជាមួយនឹងការធ្វើលំហាត់បាទលើកមុនយើងធ្វើលំហាត់តាក់ទងជាមួយនឹងទម្រង់ present simple ប្រើជាមួយ be តែស្ថិតនៅក្នុងប្រយោគស្របឥឡូវនេះយើងធ្វើលំហាត់តាក់ទងជាមួយនឹង present simple ប៉ុន្តែធ្វើជាមួយនឹងទម្រង់បដិសេធបាទ verb to be ដូចគ្នាអាមួយស្រប verb to be ដូចគ្នាតែជាទម្រង់បដិសេធឥឡូវយើងសិក្សាជាមួយគ្នាណាអញ្ចឹងដូចគ្រូបញ្ជាក់អញ្ចឹងto be នេះគេដាក់ថា to be គឺមាន am is are អញ្ចឹង am ប្រើជាមួយ I is ប្រើជាមួយនឹង is it you we they អូខេហ្នឹងជាប្រយោគស្របប៉ុន្តែនៅពេលដែលយើងចង់ដាក់ជាប្រយោគបដិសេធយើងគ្រាន់តែថែម not នៅខាងក្រោយ verb to be ហ្នឹងទៅបានហើយឧទាហរណ៍ថាឥឡូវគេមានឧទាហរណ៍លំហាត់ទី1ដែលគ្រូធ្វើឲ្យទី1គឺគេមានកន្លែងមួយគឺមាន be ហើយមាន not ហើយគេឲ្យយើងពេញតើកន្លែងហ្នឹងយើងគួរតែប្រើអីគេអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងគេប្រើយើងគួរប្រើអីគេអញ្ចឹងយើងច្បាស់ហើយ subject I បាទ subject I គេប្រើជាមួយនឹង am ប៉ុន្តែដោយសារគេចង់ឲ្យយើងប្រើទម្រង់បដិសេធអញ្ចឹងគេដាក់ not ឲ្យយើងបញ្ជាក់អញ្ចឹងទៅជាកន្លែង am not ត្រឹមត្រូវ yes អញ្ចឹងវាពិបាកទេ she is not អញ្ចឹងណាបាទព្រោះ she ប្រើជាមួយនឹង he she it អញ្ចឹង she ពេលប្រើមួយ verb to be គឺប្រើជាមួយនឹង is បាទគេ I ប្រើជាមួយ verb to be ប្រើជាមួយនឹង am you we they ប្រើមួយ verb to be ប្រើជាមួយនឹង not បាទត្រឹមត្រូវJohn គឺជាបរិបទទី3មានតែខ្ញុំប្រាប់ខ្ញុំនិយាយជាមួយម្នាក់នេះប៉ុន្តែនិយាយអំពី John អញ្ចឹង John គឺជាបរិបទទី3អញ្ចឹងបរិបទទី3យើងប្រើជាមួយ is បាទត្រឹមត្រូវ they ប្រើមួយ they are not បាទត្រូវ we are not ត្រូវពេលយើងចេះយើងស្រួលទេអ្នកនរ it is not បាទត្រឹមត្រូវ I am not បាទយើងមើលតែ subject យើងដឹងហ្មង Lan and Chair គឺមនុស្ស2នាក់មែនទេចឹងនេះគឺមនុស្សវាជា plural បើវាជា plural យើងទៅប្រើជាមួយនេះដែរ they ចឹង they are ចឹង Lan ហើយនឹង Chair ហ្នឹងបើយើងដាក់ពាក្យឲ្យស្មើយើងដាក់ថា Lan and Chair វាស្មើនឹង they ឬក៏វាស្មើនឹង we បាទព្រោះយើងមានគ្នា2នាក់អញ្ចឹងបើមាន2នាក់គឺវាចាប់ដើមពីគេដែរចាប់ដើមដោយ we អញ្ចឹង we យើងស្ដាប់ខ្ញុំមួយគេមួយអញ្ចឹងមានថា2នាក់បាទមិនមែនជាបរិបទទី3ទេបាទអញ្ចឹងបាទ គេដែរ are not បាទ she is not បាទ he is not បាទនេះគាត់ឲ្យឃើញប្រយោគបាយផាន់ឲ្យហ្មងណាភាសាយើងស្រួលទេអាហ្នឹងគឺលក្ខណៈស្រួលវាពិបាកទេ are not បាទ it is not គេបាទត្រឹមត្រូវ you are not បាទត្រឹមត្រូវនេះគឺយើងអត់ពិបាកពាក្យក្នុងភាសាអង់គ្លេសទេក្នុងវិជ្ជាករភាសាអង់គ្លេសក្នុងវិជ្ជាករភាសាអង់គ្លេសដល់ពេលយើងច្បាស់អំពីក្បួនភាសាអង់គ្លេសពាក្យគឺយើងដាក់លេខរៀងលេខ2ដូចលេខរៀងលេខ2គឺថាយើងចេះក្បួនវាในការធ្វើលំហាត់អញ្ចឹងដូចគ្នាដែរដូចរបៀបថានៅពេលយើងឃើញ subject នៅពេលយើងថា you ប្រើជាមួយនឹង you are I ប្រើជាមួយនឹង am he she ប្រើជាមួយ is អញ្ចឹងយើងចាំវាហ្មងយើងកលេចឃើញលំហាត់យើងដឹងហ្មងthey គេដែរ they are not បាទ Lucy គេ is not Lucy គឺជាបរិបទទី3ខ្ញុំហើយជាមួយគេនិយាយអំពី Lucy បាទត្រឹមត្រូវ I am not បាទត្រឹមត្រូវអញ្ចឹង he is not បាទ we are not បាទហើយនឹង you are not បាទត្រឹមត្រូវបាទនេះគឺរបៀបនៃការធ្វើលំហាត់ធម្មតានៃការប្រើប្រាស់ទម្រង់បដិសេធបាទដែលប្រើជាមួយនឹង verb to be បាទយើង take note ជាមួយគ្នាសម្រាប់វគ្គហ្នឹងគឺមានប៉ុណ្្នឹងបើសិនមកមានសំណួរចម្លើយសូម comment ខាងក្រោមណាអរគុណច្រើន